មនុស្សជាច្រើនត្រូវការជំនួយពីយើងច្រើនហើយតែគាត់ធ្វើខ្លួនឯងធ្វើបានពួកខ្លួនឯងខ្លាំងស្ត្រីខ្លាំងណាស់ខ្ញុំគិតថាការលះបង់នេះវាធំធេងគាត់លះបង់គ្មានភាពជោគជ័យណាដែលមិនមាននារីនៅក្រោយនោះទេក៏ខ្ញុំពិបាកនិយាយចាជម្រាបសួរខ្ញុំឈ្មោះអៀមចន្ទថនជាប្រធានផ្នែកគ្រប់គ្រងឃ្លាំងទូទៅបច្ចុប្បន្នខ្ញុំមានតួនាទីជាអនុតំបន់4នៅក្នុងក្រុមហ៊ុនវីរៈប៊ុនធម្មបាទដល់ពេលនេះជាគោលនយោបាយរបស់ក្រុមហ៊ុនយើងផ្ដល់សិទ្ធិស្មើភាពគ្នាក្នុងការស្នើសុំធ្វើការនៅក្នុងក្រុមហ៊ុនក៏ដូចជាតួនាទីនៅក្នុងក្រុមហ៊ុនដល់ពេលនេះចំនួនស្ត្រីដែលធ្វើការនៅក្នុងក្រុមហ៊ុនយើងមានជាង 50% លើសបរិសុទ្ធហើយគោលការណ៍នៃការលើកទឹកចិត្តក្នុងការដំឡើងតួនាទីភាគច្រើនយើងផ្ដល់សិទ្ធិឲ្យការនារីច្រើនជាងបរិសុទ្ធថ្មីត្បិតតែខ្ញុំជាមនុស្សស្រីមែនប៉ុន្តែការងារផ្សេងដែលមនុស្សប្រុសធ្វើបានខ្ញុំក៏អាចធ្វើបានដូចគ្នាឲ្យតែយើងព្យាយាមតាំងចិត្តដាក់ចិត្តថាខ្លួនឯងអាចធ្វើបានសមិទ្ធផលហ្នឹងបើមិនបាន10ក៏យើងបាន7 8ដែរពួកខ្ញុំកាត់ចេញពីអ្នកធ្វើការធម្មតាដែរពីអ្នកលក់សម្បត្តិទេខ្ញុំធ្លាប់គិតថាខ្ញុំមានវ័យក្មេងពេកសម្រាប់តួនាទីមួយនេះក៏ប៉ុន្តែខ្ញុំបានរំលឹកខ្លួនឯងមកវិញថាតួនាទីមិនជ្រើសរើសយកយើងដោយឆាយដានទេបើសិនជាយើងមានឱកាសចាប់បានតួនាទីមួយនេះបានន័យថាមានហេតុផលនារីគាត់អាចធ្វើបានអាចនឹងល្អជាងបុរសដោយសារតែពួកគាត់មានការងារហ្មត់ចត់រឹងមាំភាពទន់ភ្លន់ភាពហ្មត់ចត់ពួកគាត់អាចនឹងជំរុញនិងបង្កើននូវផលប្រយោជន៍ជាច្រើនសម្រាប់ស្ថាប័នដូច្នេះពេលដែលយើងដែលមានក្តីសម័យគឺយើងមានកម្លាំងចិត្តនៅក្នុងការធ្វើវាបន្តដំណើរទៅមុខទៀតហើយចំនួនតែពាក្យភ័យខ្លាចគឺជ្រើសយកពាក្យថាភាពក្លាហានគ្រប់គ្នាគឺមានតម្លៃមានសមត្ថភាពក៏មិនចាញ់បរិសុទ្ធដែរអញ្ចឹងកុំឲ្យនរណាម្នាក់ប្លុកក្តីសម័យរបស់គាត់អញ្ចឹងអ្វីដែលគាត់ចង់ធ្វើអ្វីដែលគាត់គិតថាអាចទៅរួចគាត់ត្រូវតែបញ្ចេញសមត្ថភាពរបស់គាត់ឲ្យអស់ផ្ដល់ឱកាសឲ្យខ្លួនឯងក្នុងការទទួលខុសត្រូវកុំឲ្យដាក់ដែនកំណត់លើខ្លួនឯងពេកការពិតយើងអស្ចារ្យនិងមានសមត្ថភាពជាងអ្វីដែលយើងគិតការងារខ្ញុំធ្វើរហូតដល់ខ្ញុំគ្រប់គ្រងធីមការងារខ្ញុំបានដល់រាប់ពាន់នាក់1000ជាងនាក់អញ្ចឹងខ្ញុំសរសើរខ្លួនឯងជាស្រីអាចធ្វើបានជាពិសេសខ្ញុំសូមអរគុណដល់បងកញ្ញាយុក្រុមហ៊ុនរំថាគាត់តែងតែផ្ដល់ឱកាសឲ្យស្ត្រីគាត់ផ្ដល់ឱកាសឲ្យច្រើនមែនតើបូករួមនឹងខ្ញុំដែរគាត់បង្រៀនគាត់ណែនាំគាត់ប្រាប់ពីកង្វះខាតដោយសារគាត់គិតថាស្ត្រីអាចធ្វើបានស្ត្រីរឹងមាំអាចធ្វើបានស្ទើរតែ70-80% នៃឋានៈដឹកនាំរបស់រដ្ឋបន្ថែមគឺជានារីទៅហើយពួកគាត់មានសមត្ថភាពខ្ពស់បើប្រៀបធៀបមួយបរិសុទ្ធគាត់មានការខំប្រឹងប្រែងជាងមិនមែនយើងលើកតម្កើងទៅលើថ្ងៃបុណ្យសិទ្ធិនារីវាជាលទ្ធផលរួមរបស់ការងារដោយសារប្រសិទ្ធភាពការងារនៅពេលដែលយើងដាក់ទៅទីមួយគឺនារីគាត់ផ្ដោតការងារល្អជាងមនុស្សកាន់តែដើរទៅឆ្ងាយឡើងកាន់តែខ្ពស់វាតែងតែទទួលបានអារម្មណ៍ឯកាច្រើនខ្ញុំធ្លាប់លួចយំច្រើនដងតែជួយចិត្តនៅម្នាក់ឯងហើយក៏អត់ដែលបញ្ចេញនៅអារម្មណ៍ទាំងអស់នឹងឲ្យទៅមនុស្សជុំវិញខ្លួនឃើញឬក៏បង្ហាញទៅគេគ្រប់គ្នាឲ្យគេគិតថាយើងពិបាកចិត្តយើងអាចបោះបង់ទេដោយសារវាស្ថិតនៅលើទំនួលខុសត្រូវមនុស្សជាច្រើនត្រូវការជំនួយពីយើងច្រើនអញ្ចឹងយើងអាចបោះបង់ទេបើសិនជាយើងសម្រាប់ខ្លួនឯងយើងអាចបោះបង់បានប៉ុន្តែយើងមានមនុស្សជុំវិញខ្លួនជាច្រើនដូច្នេះយើងអាចបោះបង់ទេយើងជាទូទៅខ្ញុំក៏មានកូនក៏មានគ្រួសារក៏មានឪពុកម្ដាយដូចគ្នាអញ្ចឹងបើសិនជាខ្ញុំបរាជ័យអញ្ចឹងស្មើនឹងខ្ញុំបាត់បង់ទំនួលខុសត្រូវខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នាពិបាកចិត្តដូចគ្នាអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំតែងតែក្លាហានគ្រប់កលៈទេសៈទាំងអស់ខ្ញុំមានម្ដាយហើយខ្ញុំក៏មានកូនស្រីមួយដែរគឺខ្ញុំអរគុណគាត់មែនទែនគាត់ចាំខ្ញុំបានរឹងមាំមែនទែនឲ្យតែចង់និយាយពាក្យថាខ្ញុំស្រឡាញ់ម្ដាយខ្ញុំគឺខ្ញុំគឺពាក្យជូនពរសម្រាប់ស្ត្រីម្នាក់នោះគឺម៉ាក់ខ្ញុំសោកដែរដែលគាត់បាននៅដល់ថ្ងៃហ្នឹងមានណាគាត់បានមើលភាពជោគជ័យខ្ញុំគ្មានជីវិតណាគេម្នាក់ដែលល្អគ្រប់10ទេមានតែយើងខ្លួនឯងដែលខំប្រឹងខ្លួនឯងជួយខ្លួនឯងធ្វើ
ធ្វើឲ្យខ្លួនឯងរឹងមាំហើយខ្ញុំពិតជាសូមសរសើរម៉ាក់ខ្លាំងមែនតែនដែលគាត់ក្នុងនាមជាមនុស្សស្រីមេម៉ាយបើនិយាយឲ្យគាត់ស្ដាប់ទៅគាត់យកខ្ញុំចេញចាទាំងគាត់បែកបាក់ជាមួយនឹងគ្រួសារហើយគាត់ព្យាយាមចិញ្ចឹមមើលថែនាងខ្ញុំតាំងពីនាងខ្ញុំនៅក្នុងពោះមួយខែរហូតដល់កើតឃើញពលឺថ្ងៃរហូតមកដល់សប្តាហ៍ថ្ងៃ ក្នុងនាមខ្ញុំជាស្ត្រីមួយរូបខ្ញុំចង់លើកទឹកចិត្តដល់ស្ត្រីគ្រប់រូបឲ្យជឿជាក់លើខ្លួនឯងហើយក្នុងនាមទោះជាយើងជាមនុស្សស្រីក៏ដោយក៏យើងអាចធ្វើការងារបានដឹកនាំបានដូចមនុស្សប្រុសដូចគ្នា ក្នុងឱកាសសិទ្ធិនារីថ្ងៃខាងមុខនេះនៅថ្ងៃ8មីនានេះខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងបុគ្គលិករបស់ក្រុមហ៊ុនទាំងអស់ដែលជាស្ត្រីដែលតែងតែចំណាយអស់ពីកម្លាំងចិត្តកម្លាំងកាយដើម្បីអភិវឌ្ឍក្រុមហ៊ុនតាំងពីដំបូងមកដល់ថ្ងៃនេះហើយធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើនខ្លាំងហើយក៏សូមអរគុណចំពោះអ្នកម្ដាយដែលផ្ដល់ការខ្ញុំនៅថ្ងៃនេះ ហើយក៏សូមអរគុណសម្រាប់អ្នកម្ដាយជាទីគោរពទីស្រឡាញ់ផងខ្ញុំនិងអរគុណដល់ភរិយាដែលលះបង់គ្រប់យ៉ាងដើម្បីឲ្យមានសុភមង្គលដូចរាល់ថ្ងៃនេះជាការលះបង់ដ៏មហាសាលដែលមានរាល់ថ្ងៃនេះ សូមផ្ញើទៅគ្រួសាររបស់ខ្ញុំជាភរិយារបស់ខ្ញុំដែលក្នុងឱកាសសិទ្ធិនារីនេះដែលគាត់តែងតែដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍក្រុមហ៊ុនហើយក៏ដូចជាការដើរតួនាទីជាមេផ្ទះព្រោះគ្មានភាពជោគជ័យណាដែលមិនមាននារីនៅក្រៅនោះទេបើគ្មានការយកចិត្តទុកដាក់ពីគ្រួសារក៏គ្មានការជោគជ័យរបស់អ្នកវិនិយោគឬក៏ម្ចាស់អាជីវកម្មនោះដែរព្រោះគាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាកម្លាំងចិត្តក៏ដូចជាធ្វើការងារជាច្រើនដែលខ្ញុំមិនដែលបានមើលឃើញហើយក៏មិនអាចមានពេលទៅធ្វើ ពាក្យដែលខ្ញុំចង់ណែនាំទៅបងប្អូនជំនាន់ក្រោយគឺកុំបោះបង់លើខ្លួនឯងព្រោះបើយើងមិនជឿទុកចិត្តលើខ្លួនឯងមានតែគេមកជឿទុកចិត្តជំនួយយើងបានហើយទី2ទិវា8វិនាគេប្រពតែមួយថ្ងៃទេប៉ុន្តែយើងមានតម្លៃរាល់ថ្ងៃអញ្ចឹងយើងត្រូវបង្កើតគុណតម្លៃខ្លួនឯង រីករាយទិវានារីអន្តរជាតិ